ជំរាបសួរបងប្អូនថ្ងៃនឹងមកបដោះក្របសាឡាត់ដំបូងឡើយយើងដាក់ត្រាំចឹងសិនអានេះគឺជាការបដោះដែលខ្ញុំបដូរមកបដោះបែបហ្នឹងវិញឥឡូវយើងដាក់ត្រាំបានមួយថ្ងៃហើយយើងអាចយកមកចាប់ដាក់អេប៉ុងដូចខ្ញុំអញ្ចឹងបានទេណាចាប់ដាក់ក្នុងអេប៉ុងរួចរាល់ហើយយើងទុកបែបហ្នឹងនៅក្នុងម្លប់សិនស្អែកឡើងឬមួយក៏គ្រប់មួយថ្ងៃទើបយើងយកឲ្យត្រូវថ្ងៃហើយ sticker នេះខ្ញុំបិទចំណាំខ្ញុំទៅសេថ្ងៃទុកដោយសារឥឡូវបដោះច្រើនហើយអាសាផ្លិចដាក់តែថ្ងៃនៅក្នុងណូតដាក់នឹងទូរស័ព្ទថាអូថ្ងៃនេះយើងបដោះសាឡាត់ប៉ុន្តែអត់បានណូតថាសាឡាត់អីដល់ពេលថាវាធំមកចាំអត់បានហើយម្លងពេលយើងដាក់ក្របសាឡាត់នៅអេប៉ុងរហូតហ្នឹងគឺហាមអត់ឲ្យវាស្ងួតទេអាសាឆិចទឹកផងហើយនេះក្របសាឡាត់នេះខ្ញុំបាន4ថ្ងៃហើយអញ្ចឹងខ្ញុំគិតថាស្អែកហ្នឹងខ្ញុំដាក់ជីហើយជីត្រឹមវានៅតូចៗអញ្ចឹងអាចដាក់3 cc ក្នុងទឹក1លីត្រឬមួយក៏2 cc ក្នុងទឹក1លីត្រសិនក៏បានដែរអញ្ចឹងសាឡាត់នេះបាន5ថ្ងៃអញ្ចឹងខ្ញុំចាប់ផ្ដើមដាក់ជីវាបានណាដាក់ថ្ងៃ4ថ្ងៃ5ថ្ងៃ6ថ្ងៃ7បានដូចគ្នាទឹកនេះទឹកជីខ្ញុំលាយវាហើយអាសាឆែកមើលកូនតំណាំផ្សេងដែរដាក់បងប្អូនដាក់ដាំដោយសារខែនឹងខែក្តៅចឹងវាងាយខាស់ទឹកជាងខែល្ងាទុកតាបាន3 4ថ្ងៃអីចឹងវាមើលទៅចាប់ដើមដឹងហើយរីងទឹកមកអញ្ចឹងខ្ញុំអាសាឆែកមើលមួយថ្ងៃ2ថ្ងៃអីខ្ញុំឆែកមើលម្ដងអាណារីងអីចឹងយើងថែមวันนี้ដាក់ឲ្យមិនបានន័យថាយើងបំបែកយើងអត់ថែមជីណាយើងត្រូវថែមឃើញវាខាស់អញ្ចឹងយើងថែមបំពេញវាឲ្យបានពេញអញ្ចឹងវីដេអូតាក់ទងនឹងការត្រាំកូនសាឡាត់រហូតដល់ថ្ងៃដាក់ជីជាលើកដំបូងឲ្យកូនសាឡាត់គឺមានតែប៉ុណ្្នឹងបងប្អូនមើលឲ្យអាចយកទៅអនុវត្តដាំបានហើយតាក់ទងនឹងការបំបែកដូចនៅក្នុងវីដេអូបងប្អូនឃើញខ្ញុំបំបែកហ្នឹងតាក់ទងនឹងការលាយជីខ្ញុំលើកទឹកចិត្តឲ្យបងប្អូនមើលការណែនាំរបស់ជីដែលបងប្អូនមាននៅក្នុងដៃហ្នឹងឬមួយក៏សួរពីអ្នកលក់ដោយសារតែកម្រិតនៃការប្រើប្រាស់ជីទៅតាមក្រុមហ៊ុនដែលយើងទិញនីមួយៗហ្នឹងវាអត់ដូចគ្នាវាខុសគ្នាតិចតួចជីតាមក្រុមហ៊ុនខ្លះតម្រូវឲ្យដាក់3 cc ក្នុងទឹក1លីត្រខ្លះក៏4 cc ក្នុងទឹក1លីត្រខ្លះពី3ទៅ5 cc ក្នុងទឹក1លីត្រសម្រាប់សាឡាត់បរទេសកម្រិតនៃការដាក់ជីត្បិតតែអត់ដូចគ្នាតែក៏អត់ខុសគ្នាខ្លាំងដែរអញ្ចឹងលើកទឹកចិត្តឲ្យបងប្អូនទៅមើលឬមួយក៏អានការណែនាំពីกระดาษជីដែលបងប្អូនទិញមកគេប្រកាសជាមានសរសេរប្រាប់យើងពីការប្រើប្រាស់ជីនៅក្នុងហ្នឹងហើយ